4 នាទីបានញ៉ាំហើយឡើងឈ្ងុយ ដល់ខែកដកៃខ្យល់បក់មកទៅជាលហៀជាពិសេសរដូវនេះជារដូវបនំទុកផងឆ្នាំនេះហាបនំទុកប្រពឡើងចាប់ពីថ្ងៃទី4ទី5ទី6ខែវិច្ឆិកាដើមខែយើងនេះហ្មងហ្នឹងបើខ្ញុំវិញអត់ទៅថាដល់រដូវត្រជាក់អញ្ចឹងដឹងឃ្លានចង់ញ៉ាំស៊ុបហីធ្វើញ៉ាំជុំគ្រួសារបងប្អូនហើយបុគ្គលិកផងដែរប៉ុន្តែឆ្នាំនេះសូមបដូរពីស៊ុបមកធ្វើជាមីហឺកូរ៉ាណូ Super Spicy Hot Pot វិញម្ដងដើម្បីលៃឲ្យត្រូវជាមួយនឹងរដូវបនំទុកអញ្ចេះយើងធ្វើមីហឺកូរ៉ាណូ Super Spicy Hot Pot មិចជាមួយនឹងបុកលីងខ្មែរយើងបុកស្រូវថ្មីឈ្ងុយហើយមិនតែលីងច្រើនទេព្រោះបុកស្រូវថ្មីនេះគឺស្រួយស្រាប់តែគេទឹមតាធ្វើឲ្យថ្មីយកមកលីងថែមតែបន្តិចតួចហ្នឹងស្រួយខ្ញៅកុំឲ្យដោយខ្លាញ់បងប្អូនអាចទ្របកណ្ដាស់ចេះក៏បានដែរឲ្យបុករបស់យើងកាន់តែស្ងួតល្អឆុងមីហឺញ៉ាំខ្លួនឯងបងប្អូនស្រួលមែនតើយើងគ្រាន់តែធ្វើការដាំទឹកចំនួន450 មីលីលីត្រដាក់ដាំទឹកជាហ្នឹងឲ្យពុះសិនមីហឺកូរ៉ាណូ Super Spicy Hot Pot នេះរសជាតិដូចក្នុងហាងងាយស្រួលចម្អិនលឿនជួយសំចៃយើងទៀតក្នុងមីម្ដុំមានគ្រឿង3កញ្ចប់មួយនេះកញ្ចប់បន្លែហើយនេះកញ្ចប់គ្រឿងទេសមួយទៀតបងប្អូនចង់ហឹរចឹងដាក់បានតាមចង់មីម្ដុំនេះឆ្អែតបាយចង់2ពេលមានគ្រឿងមកសពគ្រប់សឹងថាយើងមិនបាច់ដាក់បន្ថែមសាច់បន្ថែមអីក៏បានដែរទឹករបស់យើងដាំនេះពុះហើយយើងដាក់បន្លែជាមួយនឹងគ្រឿងមីមកក្នុងកញ្ចប់ហ្នឹងបើអត់ញ៉ាំហឹរយើងមិនបាច់ដាក់កញ្ចប់ម្ទេសនេះទេតែបន្ថែមបងប្អូនចង់ហឹរតិចហឹរខ្លាំងអីដាក់តាមនឹងយ៉ាងឡៃលោកខ្លួនឯងណាម្ទេសមកកញ្ចប់នឹងសម្រាប់ខ្ញុំហឹរដល់7ការ៉ុតខ្ញុំញ៉ាំអត់ខាទេបងប្អូនដាក់តែកន្លះកញ្ចប់បានហើយរលាយគ្រឿងសពល្អហើយដាក់មីចូលទៅយើងធ្វើញ៉ាំខ្លួនឯងចេះចង់ញ៉ាំសាច់អីចង់ញ៉ាំបណ្ណាដាក់បានតាមចិត្តចូលចិត្តញ៉ាំបន្លែអីដាក់នឹងទៅបងប្អូនតាមបេះដូងត្រៀបឲ្យស្អាតដូចក្នុងរូបរបស់គេមិនណាបងប្អូនក្នុងហាងមណ្ឌលទេមីហឹរមួយចាននេះ 4 នាទី បិទការ៉ូបិទចិត្តចេះហើយដាក់ងាស់ចោល4នាទីចង់មីហឺកូរ៉ាណូ Super Spicy Hot Pot មានរសជាតិឆ្ងាញ់បងប្អូនត្រូវធ្វើតាមការណែនាំដាំទឹកពុះបងគ្រឿងចូលដាក់មីងាស់ចោល4នាទីសរសៃមីទន់ល្មមឆ្ងាញ់សរសៃមីស្វិតសពគ្រឿងចូលជាតិល្អហ្មងដល់ពេលរៀបញ៉ាំយើងអាចបន្ថែមជីស្លឹកខ្ទឹមពីលើនឹងទៀតក៏បានតែកុំភ្លេចឲ្យសោះបងប្អូនឲ្យសមជាមួយនឹងរដូវបុណ្យអុំទូកនេះយើងថែមបុកលីងពីលើនឹងអាចសាកមើលបានឆ្ងាញ់ត្រូវជាតិគ្នាហ្មង 4 នាទីបានញ៉ាំហើយឡើងឈ្ងុយ បុកយកលីងឡើងស្រួយស្ញោកបានលេងមួយបុកហ៎ប៉ះឥឡូវដល់រដូវបុណ្យទុកទៅហងឆ្ងាញ់ប្លែកតែដាក់លាយជាមួយបុកទៅឆ្ងាញ់មែនបងប្អូនបុកខ្មែរយើងពិតជាជួយបង្កើនរសជាតិមីហឹរឲ្យកាន់តែឆ្ងាញ់ត្រូវជាមួយនឹងបាយអាកាសបុណ្យអុំទូកចេះផងណាធ្វើញ៉ាំទៅអត់ខំម្ដងទេខ្ញុំសាកធ្វើញ៉ាំមួយចានទៅឆ្ងាញ់ណាបងប្អូនអញ្ចឹងហើយបោះធ្វើឆ្នាំងធំញ៉ាំទាំងអស់គ្នាហ្មងនៅហាងអត់មានឆ្នាំងមីហឹរឲ្យគ្រប់គ្នាទេឡើងចង់20នាក់អញ្ចឹងយើងធ្វើមួយឆ្នាំងនេះសរុបយកទាំងអស់តែម្ដងបុណ្យអុំទូកនេះជុំគ្នាបងប្អូនមានគ្នាច្រើនណាចង់ធ្វើញ៉ាំធ្វើតាមវិធីនេះបានយកបងគ្រឿងដាក់មីដាក់បន្លែដាក់សាច់រំងាស់4នាទីហើយដួសមករយតាមបុកចែកគ្នាញ៉ាំព្រាតពេញនឹងឯងឆ្ងាញ់ណាបងប្អូន